ព្រះអាទិត្យលិចបាត់ពីជើងមេឃយូរហើយតែទំហំនៃការឈឺចាប់នៅតែពង្រីកខ្លួនក្នុងទ្រូងរបស់ណាវីនាងអង្គុយលើឥដ្ឋត្រជាក់ក្បែរក្រែដេកដោយសម្លឹងមើលចិញ្ចៀនអាពាហ៍ពិពាហ៍ដែលធ្លាប់ជាចំណងដ៏ពិសិដ្ឋតែឥឡូវប្រែទៅជាត្រឹមចំណងដែលរឹតបេះដូងឲ្យស្លាប់ទាំងរស់ណាវីជានារីដ៏ស្លូតត្រង់ដែលបានដាក់ក្តីស្រឡាញ់ទាំងអស់លើសុភ័ក្រជាស្វាមីនាងជឿថាចំណងស្នេហ៍របស់ពួកគេរឹងមាំដូចថ្មភ្នំប៉ុន្តែថ្មភ្នំនោះក៏ត្រូវបានបំបែកដោយទង្វើផិតក្បត់ដ៏ខូខើរបស់គេសុភ័ក្រមិនបានលាក់បាំងអ្វីឡើយគេគ្រាន់តែប្រាប់ដោយពាក្យស្លូតត្រង់ថាគេលែងមានអារម្មណ៍ជាមួយនាងទៀតហើយពាក្យមួយម៉ាត់នោះធ្វើឲ្យពិភពលោករបស់ណាវីខ្ទេចខ្ទាំអស់នាងសម្រេចចិត្តចាកចេញមិនមែនដើម្បីទៅតាមប្រកែកយកគេវិញទេតែដើម្បីរត់គេចពីក្លិននៃការក្បត់ដែលហាក់ដូចជានៅជាប់នឹងជញ្ជាំងផ្ទះទាំងអស់ណាវីបានទៅរួមនៅឆ្ងាយដាច់ពីគេគឺនៅភូមិនេសាទតូចមួយក្បែរមាត់សមុទ្រដំបងឡើយទឹកភ្នែករបស់នាងប្រៃដោយទឹកសមុទ្រមិនចេះរីងស្ងួតនាងតែងអង្គុយលើថ្មនៅមាត់ច្រានរាប់ម៉ោងដោយទុកឲ្យខ្យល់បក់ផាត់យកការឈឺចាប់ម្ដងបន្តិចនៅទីនោះនាងបានជួបពិសិដ្ឋមិនមែនជាបុរសមានទ្រព្យធនឬសម្បូរបែបនោះទេគេជាអ្នកនេសាទវ័យក្មេងម្នាក់ដែលមានស្នាមញញឹមស្ងប់ស្ងាត់និងភ្នែកដែលពោពេញទៅដោយភាពកក់ក្ដៅគេតែងឃើញណាវីតែងអង្គុយនឹងមាត់ច្រាំងហើយដោយសារចិត្តសម្បុរសគេបាននាំផ្លែដូងឬត្រីដែលទើបចាប់បានទៅជូននាងពិសិដ្ឋមិនដែលសួរសំណួរច្រើនអំពីអតីតកាលរបស់នាងឡើយគេគ្រាន់តែអង្គុយនៅក្បែរនាងដោយស្ងាត់ស្ងៀមឲ្យតម្លៃចំពោះភាពស្ងប់ស្ងាត់ដែលណាវីត្រូវការថ្ងៃមួយណាវីបាននិយាយរៀបរាប់ពីរឿងរបស់ខ្លួនទៅពិសិដ្ឋទឹកភ្នែកហូរចុះមកទៀតហើយតែលើកនេះមិនមែនជាទឹកភ្នែកនៃការឈឺចាប់ទៀតឡើយតែជាទឹកភ្នែកនៃការរំដោះខ្លួនពិសិដ្ឋមិនបានលួងលោមនាងដោយពាក្យផ្អែមល្ហោមទេគេគ្រាន់តែចាប់ដៃនាងថ្នមរួចនិយាយដោយសំឡេងទន់ភ្លន់ថារឿងខ្លះកើតឡើងមិនមែនដើម្បីបំផ្លាញយើងទេតែដើម្បីត្រួសត្រាយផ្លូវឲ្យយើងទៅរកអ្វីដែលប្រសើរជាងមុនពាក្យទាំងនេះធ្វើឲ្យណាវីដឹងថាអ្វីដែលនាងធ្លាប់យល់ថាជាឋានសួគ៌ស្នេហ៍ក្នុងជីវិតពីមុនគឺគ្រាន់តែជាកញ្ចក់ដែលបោកបញ្ឆោតប៉ុណ្ណោះស្នេហាពិតមិនមែនជាការកាន់កាប់ទេតែជាការយល់ចិត្តនិងការគោរពពេលវេលាកន្លងទៅភាពស្និទ្ធស្នាលរវាងណាវីនិងពិសិដ្ឋចាប់ផ្ដើមរីកធំធាត់យឺតដោយផ្កាដែលរីកនៅពេលមានពន្លឺថ្ងៃនាងលែងមានអារម្មណ៍ថាបេះដូងនាងប្រេះស្រាមទៀតហើយពិសិដ្ឋបានបង្រៀននាងឲ្យបង្រៀបរាប់ពីរឿងរបស់ខ្លួនទឹកភ្នែកហូរចុះមកទៀតហើយតែលើកនេះមិនមែនជាទឹកភ្នែកនៃការឈឺចាប់ទៀតឡើយតែជាទឹកភ្នែកនៃការរំដោះខ្លួនពិសិដ្ឋមិនបានលួងលោមនាងដោយពាក្យផ្អែមល្ហោមទេគេគ្រាន់តែចាប់ដៃនាងថ្នមរួចនិយាយដោយសំឡេងទន់ភ្លន់ថារឿងខ្លះកើតឡើងមិនមែនដើម្បីបំផ្លាញយើងទេតែដើម្បីត្រួសត្រាយផ្លូវឲ្យយើងទៅរកអ្វីដែលប្រសើរជាងមុនពាក្យទាំងនេះធ្វើឲ្យណាវីដឹងថាអ្វីដែលនាងធ្លាប់ជឿថាជាឋានសួគ៌ស្នេហ៍ក្នុងជីវិតពីមុនគឺគ្រាន់តែជាកញ្ចក់ដែលបោកបញ្ឆោតប៉ុណ្ណោះស្នេហាពិតមិនមែនជាការកាន់កាប់ទេតែជាការយល់ចិត្តនិងការគោរពពេលវេលាកន្លងទៅភាពស្និទ្ធស្នាលរវាងណាវីនិងពិសិដ្ឋចាប់ផ្ដើមរីកធំធាត់យឺតដោយផ្កាដែលរីកនៅពេលមានពន្លឺថ្ងៃនាងលែងមានអារម្មណ៍ថាបេះដូងនាងប្រេះស្រាមទៀតហើយពិសិដ្ឋបានបង្រៀននាងឲ្យបង្ខិតរៀបរាប់ពីរឿងរបស់ខ្លួនទៅពិសិដ្ឋថ្ងៃមួយពិសិដ្ឋបាននាំណាវីឡើងទូកតូចមួយទៅកណ្ដាលសមុទ្រគេងាកមកកាន់នាងនិងពន្លឺនៃក្តីស្រឡាញ់ដ៏បរិសុទ្ធបានឆ្លុះបញ្ចាំងពីភ្នែករបស់គេខ្ញុំមិនអាចសន្យាជីវិតដ៏សម្បូរបែបដោយអតីតកាលរបស់អ្នកទេណាវីតែខ្ញុំសន្យាថាបេះដូងរបស់ខ្ញុំនឹងស្មោះត្រង់ចំពោះអ្នកនិងខ្ញុំមិនធ្វើឲ្យអ្នកឈឺចាប់ឡើយណាវីសម្លឹងមើលគេបេះដូងដែលធ្លាប់ស្លាប់ទាំងរស់ឥឡូវលោតឡើងវិញយ៉ាងខឹងខ្លាដោយមានទំនុកចិត្តនាងបានដឹងច្បាស់ថាជីវិតមិនបានយកអ្វីពីនាងទៅទេតែបាននាំនាងទៅកាន់កន្លែងដែលមានសេចក្តីសុខពិតប្រាកដនាងញញឹមហើយចាប់ដៃពិសិដ្ឋយ៉ាងណែនធាស់ភាពកក់ក្ដៅនៃដៃគេបានរំលាយស្នាមរបួសទាំងអស់ស្នេហារបស់អ្នកពិសិដ្ឋគឺជាឋានសួគ៌ដែលខ្មុំមិននឹកស្មានដល់នៅលើផ្ទៃសមុទ្រដ៏ខៀវស្រងាត់ពួកគេបានចាប់ផ្ដើមជំពូកថ្មីនៃជីវិតរបស់ពួកគេក្រោមពន្លឺថ្ងៃដ៏កក់ក្ដៅដែលនាំមកនូវក្តីសង្ឃឹមនិងចំណងស្នេហ៍ដ៏បរិសុទ្ធឋានសួគ៌ស្នេហ៍ពិតមិនមែនជាផ្ទះធំឬទ្រព្យសម្បត្តិនោះទេតែជាសុវត្ថិភាពនៃបេះដូងដែលចេះស្រឡាញ់ដោយមិនមានការក្បត់